យុទ្ធសាស្ត្រទាំង5ជួយឲ្យកុមារស្ងប់អារម្មណ៍មកវិញនៅពេលដែលកូនរបស់បងប្អូនគាត់មានអារម្មណ៍ថាច្បោកច្បល់មានចិត្តមិនស្ងប់ឆេវឆាវអញ្ញាមញើជាទូទៅនៅពេលដែលកូនមានអារម្មណ៍មិនស្ងប់ពេលដែលយើងទៅនិយាយជាមួយគាត់គឺនិយាយអត់ចូលគ្នាទេគាត់អត់ស្ដាប់យើងទេហើយក៏គាត់មិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់បានដែរពេលខ្លះបងប្អូនខំប្រឹងទៅនិយាយខំប្រឹងទៅស្រែកឡូឡាខំប្រឹងទៅស្ដីឲ្យគាត់ដោយទៅដាក់សម្ពាធឲ្យគាត់ចឹងដូច្នេះថ្ងៃនេះនាងខ្ញុំលើកយុទ្ធសាស្ត្រទាំង5មកជួយឲ្យកុមារនឹងគាត់មានចិត្តស្ងប់មកវិញបានលឿនយុទ្ធសាស្ត្រទាំង5គឺជួយឲ្យអារម្មណ៍ហើយនឹងខួរក្បាលរបស់កុមារនឹងគាត់ត្រឡប់មកឲ្យមានសុវត្ថិភាពឲ្យមានចិត្តស្ងប់ហើយឲ្យគាត់ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទៀតផងយុទ្ធសាស្ត្រទី1គេថា breathe slow and long គឺយើងត្រូវឲ្យកូនអង្គុយឬក៏អាចឲ្យគាត់ដេកក៏បានហើយនៅពេលដែលគាត់អង្គុយឬក៏ដេកគឺកុំឲ្យគាត់ប្រឹងស្មាឬក៏ប្រឹងកអីឲ្យគាត់ធ្វើធម្មតាបើថាធ្វើយ៉ាងម៉េចគឺកុំឲ្យប្រឹងបន្តមកទៀតត្រូវបង្រៀនកូនឲ្យព្យាយាមរៀនដកដង្ហើមចូលយឺតឲ្យបាន4វិនាទីរួចហើយឲ្យដកដង្ហើមចេញយឺតឲ្យបាន6វិនាទីវិញយុទ្ធសាស្ត្រទី2គេហៅថា ground through the senses គឺបានន័យថាសម្រួលអារម្មណ៍ដោយប្រើប្រាស់ញាណទាំង5នៅពេលដែលកូនរបស់បងប្អូនកំពុងតែមានចិត្តមិនស្ងប់កំពុងតែច្បោកច្បល់កំពុងមានអារម្មណ៍ថាលើសលប់ខ្លាំង stress ខ្លាំងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានគឺយើងធ្វើវិធីសាស្ត្រទី2ដោយប្រើប្រាស់ញាណទាំង5គឺឲ្យគាត់រាប់ឈ្មោះវត្ថុនៅជុំវិញខ្លួនរបស់គាត់ដែលគាត់បានមើលឃើញឧទាហរណ៍បើគាត់ឃើញតុកឲ្យរាប់តុកគាត់ឃើញកៅអីរាប់កៅអីឲ្យគាត់ឃើញសាឡុងរាប់សាឡុងឲ្យគាត់ឃើញអ្វីក៏ដោយតែគាត់ឃើញឲ្យគាត់រាប់ឈ្មោះឲ្យយើងស្ដាប់ឬក៏ឲ្យគាត់រាប់លេខក៏បានបន្ទាប់ពីគាត់រាប់ឈ្មោះវត្ថុនៅជុំវិញខ្លួនដែលគាត់បានឃើញហើយគឺឲ្យគាត់ប្រើប្រាស់តិចរបស់គាត់ម្ដងគឺឲ្យគាត់ស្ដាប់នៅបទចម្រៀងដែលគាត់ចូលចិត្តបន្ទាប់ពីគាត់ស្ដាប់ចម្រៀងហើយគឺយើងឲ្យគាត់ប្រើប្រាស់ញាណមួយទៀតតាក់ទងជាមួយនឹងការប៉ះឬក៏ស្ទាបគឺឲ្យគាត់យកដៃទៅប៉ះរបស់ណាដែលទន់របស់ណាដែលគាត់ចូលចិត្តបន្ទាប់ពីប្រើប្រាស់ញាណទៅឲ្យប៉ះឬស្ទាបហើយយើងប្រើញាណមួយទៀតគឺឲ្យគាត់ហិតក្លិនម្ដងទៅជុំវិញខ្លួនគាត់បើមានក្រដាស់ណាយ៉ាងក្អូបដូចជាក្រដាស់ខ្លះក្រដាស់ដូចជាជូតមាត់អីហ្នឹងមានក្លិនក្អូបបែរអញ្ចឹងឲ្យគាត់ហិតក្រដាស់ហ្នឹងទៅឬក៏អាចឲ្យគាត់ទៅហិតផ្កាដើរចេញពីក្រោយផ្ទះបើសិនជាមានផ្កាឲ្យគាត់ដើរហិតផ្កាទៅបន្ទាប់ពីគាត់ហិតផ្កាយើងអាចប្រើប្រាស់ញាណមួយទៀតគឺឲ្យគាត់ភ្លក់រសជាតិវិញម្ដងនៅពេលដែលគាត់មានអារម្មណ៍មិនល្អបងប្អូនកុំអាលខឹងឆាឡោដាក់កូនឬក៏ស្រែកដាក់កូនឲ្យកូនញ៉ាំទឹកឬក៏យកទឹកឲ្យកូនញ៉ាំទៅឬក៏មានរបស់អ្វីផ្សេងទៀតអាចឲ្យគាត់ញ៉ាំបានឲ្យគាត់ញ៉ាំទៅវិធីសាស្ត្រទី3គេហៅថា move it out គឺបានន័យថាធ្វើយ៉ាងណាឲ្យកូននឹងមានចលនានៅពេលដែលគាត់កំពុងតែខឹងសម្បាឬក៏ច្បោកច្បល់នៅក្នុងចិត្តរបស់គាត់ឬក៏មានអារម្មណ៍ធុញថប់មូម៉ៅខ្លាំងឬក៏ stress ខ្លាំងហ្នឹងយើងឲ្យគាត់ធ្វើសកម្មភាពទៅលើដងខ្លួនរបស់គាត់ឲ្យគាត់អាចយល់ខ្លួនទៅវិញទៅមកទៅឬក៏មួយទៀតឲ្យគាត់ពុតពេនខ្លួនរបស់គាត់ឲ្យគាត់ចេញក្រៅដើរហាត់ប្រាណមួយគ្នាទៅទី4គេថា connect and co-regulation បានន័យថាឪពុកម្ដាយដើរតួនាទីផ្សារភ្ជាប់ហើយនឹងដើរតួនាទីជាអ្នកជួយសម្រួលអារម្មណ៍ទៅដល់កូននៅពេលដែលឃើញកូនកំពុងតែមានអារម្មណ៍លើសលប់ច្បោកច្បល់ឬក៏ stress ខ្លាំងឬក៏កំពុងតែពិបាកគ្រប់គ្រងអារម្មណ៍ហ្នឹងអញ្ចឹងក្នុងនាមជាឪពុកម្ដាយមិនមែនទៅឃើញកូនបែបនេះហើយស្រែកឡូឡាស្ដីឲ្យកូនទេគឺយើងទៅអង្គុយក្បែរគាត់ហើយអង្គុយឲ្យស្មើគាត់បន្ទាប់មកយើងត្រូវសង្កេតមើលហើយយើងទុកឲ្យគាត់មកសធុទៅឲ្យគាត់សម្រួលអារម្មណ៍បន្តមកទៀតទើបយើងចូលនិយាយជាមួយគាត់បើសិនជាគាត់បានធូរស្បើយអារម្មណ៍ហើយយើងសួរនាំគាត់ទៅតើគាត់ហេតុអីបានធ្វើអណ្ដាលឲ្យគាត់នឹងធ្វើអាកប្បកិរិយាបែបហ្នឹងហេតុអីបើធ្វើឲ្យគាត់មានអារម្មណ៍បែបហ្នឹងហើយយើងទៅចែកវែកញែកទៅបន្ទាប់ពីទៅចែកវែកញែកត្រូវគ្នាហើយយើងប្រាប់គាត់ទៅថ្ងៃក្រោយកុំឲ្យធ្វើអញ្ចឹងទៀតវិធីដែលកូនធ្វើហ្នឹងគឺជាវិធីមួយដែលមិនល្អទេជាវិធីមួយដែលម៉ាក់មិនចូលចិត្តហើយជាវិធីមួយដែលធ្វើឲ្យប៉ះពាល់អារម្មណ៍កាន់តែខ្លាំងវាមិនបានជួយខ្លួនកូនទេហើយវាធ្វើឲ្យខ្លួនកូនហ្នឹងកាន់តែយ៉ាប់ជាងមុនវិធីសាស្ត្រទី5គេថា repeat something rhythmic បានន័យថាធ្វើសកម្មភាពដែលឲ្យបានចេញជាចង្វាក់ឬក៏បទភ្លេងនិយាយទៅយើងបង្កឲ្យបានទៅជាបទភ្លេងណាគឺយើងឲ្យកូនរបស់យើងហ្នឹងបង្កើតសកម្មភាពមួយបានចេញទៅជាបទភ្លេងដូចជាបើសិនជាធម្មតាពេលខ្លះកុមារគាត់ចូលចិត្តលេងព្យ៉ាណូអញ្ចឹងឪពុកម្ដាយមួយចំនួនបានបញ្ជូនកូនឲ្យទៅរៀនព្យ៉ាណូ
ហើយចឹងនៅផ្ទះក៏មានដែរចឹងនៅពេលដែលកូនយើងអារម្មណ៍អត់ល្អពងតែធុញថប់ខ្លាំងពងតែ stress ច្បោកច្បល់ហ្នឹងមួម៉ៅក្តៅក្រហាយហ្នឹងគឺយើងឲ្យគាត់ទៅលេង piano ទៅឬមួយទៀតបើសិនជាយើងអត់មាន piano ទេយើងអាចទិញស្គរនៅផ្ទះបានស្គរទូចមួយឲ្យគាត់លេងទៅឲ្យគាត់យកដៃហ្នឹងគោះស្គរលេងថ្នមឬក៏គាត់អាចយករបស់របរទៅគោះអីដើម្បីបានទៅជាសំឡេងសរុបសេចក្តីមកវិញនៅពេលដែលកូនកំពុងតែអារម្មណ៍ច្បោកច្បល់ឪពុកម្ដាយអត់អាចចូលទៅស្ដីឲ្យកូនផាំងឬក៏ទៅបញ្ឈប់កូនភ្លាមនោះទេព្រោះពេលចូលទៅស្ដីឲ្យចូលទៅបញ្ឈប់ភ្លាមដោយយើងទៅបន្ថែមសម្ពាធឲ្យគាត់ចឹងដោយទៅបន្ថែមដុំថ្មឲ្យគាត់កាន់តែធ្ងន់ពីព្រោះខ្លួនពីព្រោះខួរក្បាលនិងរាងកាយរបស់គាត់គឺកំពុងតែមានប្រតិកម្មដូច្នេះបើយើងចូលទៅប្រាប់ឲ្យឈប់ពីអាកប្បកិរិយារបស់គាត់ដែលកំពុងតែកើតឡើងហ្នឹងគឺវាអត់ត្រឹមត្រូវទេគឺយើងទៅធ្វើម៉េចជួយសម្រួលដល់ប្រព័ន្ធប្រសាទជាមុនសិនឲ្យប្រព័ន្ធប្រសាទរបស់គាត់ស្ងប់នោះអាកប្បកិរិយារបស់គាត់នឹងស្ងប់ទៅតាមក្រោយដែរដូច្នេះវិធីទាំង5ដែលនេះខ្ញុំរៀបរាប់ដូចខាងលើវិធីសាស្ត្រទី1ដែលគេហៅថា breathe slow and long បានន័យថាឲ្យបង្រៀនឲ្យកុមារនឹងចេះដកដង្ហើមចូលយឺតហើយនឹងដកដង្ហើមចេញយឺតទី2គេហៅថា ground through the senses គឺឲ្យគាត់ប្រើប្រាស់ញាណទាំង5របស់គាត់ជួយគ្រប់គ្រងអារម្មណ៍របស់គាត់ទី3 move it out គឺបានន័យថាឲ្យកូនធ្វើចលនាក្នុងកំឡុងពេល stress ឬក៏ធុញថប់ឬក៏អារម្មណ៍នឹងលើសលប់ខ្លាំងទី4គេថា connect and co-regulation បានន័យថាក្នុងនាមជាពុកម្ដាយត្រូវតែទៅផ្សារភ្ជាប់អារម្មណ៍ជាមួយកូនហើយនឹងជួយសម្រួលអារម្មណ៍កូនក្នុងកំឡុងពេលដែលរាងកាយរបស់គាត់កំពុងតែប្រតិកម្មខួរក្បាលរបស់គាត់កំពុងតែច្បោកច្បល់ទី5គេថា repeat something rhythmic បានន័យថាឲ្យកូនធ្វើអ្វីមួយបង្កើតឬបានជាចង្វាក់បទភ្លេងដូច្នេះនៅពេលដែលបងប្អូនបានស្ដាប់វីដេអូនេះហើយនៅពេលដែលមានកូនកំពុងតែអារម្មណ៍ច្បោកច្បល់ខួរក្បាលកំពុងតែវល់ខ្លាំងរាងកាយប្រតិកម្មចេញអាកប្បកិរិយាមួយមិនល្អ stress អារម្មណ៍ថាលើសលប់កុំភ្លេចនាំកូនអនុវត្តវិធីសាស្ត្រទាំងនេះទោះបីជាកូនមិនមានបញ្ហាអីក៏ដោយទោះបីកូនអារម្មណ៍ល្អក៏ដោយក៏យើងអាសានាំគាត់ធ្វើលំហាត់ទាំង5នេះទៅគឺអាចជួយឲ្យគាត់ចេះគ្រប់គ្រងអារម្មណ៍បានដោយខ្លួនឯងជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ